Suốt đến nhà tao này này chịu video thì phải mình sắm mặt thằng cái site dưỡng chẳng như mưa chầm nón chương thằng cái site dưỡng thằng này như bị ấy và cái gì không cầm long pe bao nhiêu nó miền chừng nuôn lan để cho long cắt tam play là bươn lươn nó với miền chừng nuôn can làng ok chương mới给他大选当天京港高速车流量超2000辆次大选này dương màn hiện ở bọn môn đấy cứ cả bọn nó thật chết tăng thiên ngày từ đây là mình ha ở từ ngày từ đây đưa dương ha và hồi lão cha khi nhung từ lập tới sọc cầm nát tăng thiên hồi lại từ lập một quên ngày từ đây chân tăng thiên nó cứ ngày từ đây Jin Cảng cao su và biệt Jin Cảng này mà Jin mà bị biệt là Jin biên Cảng mà bị biệt là Si Cảng cao su mà bị biệt cao su công lộ chân play là bươn lươn Phnom Penh của bông xóm chơ liều liang cái trong như bị chở ron lan để cho long cắt tao mau chứ chơ liều liang mà chở ron lan thôi làm na để lượp play nó chao lượp bí 2000辆次lượp bí bị pon đòn bà不到底州的安德堡给他柬埔寨第7届全国大选当天23日金边西港高速公路车流量达到2094辆次。到柬埔寨第7届第8全国大选và bỏ cho nó thành chết bỏ cho nó chưa được năng riết tăng thiên tháng ngày đợt đá 23日第17金边西港 Phnom Penh កំពង់សោម高速公路ផ្លូវលបឿនលឿនអញ្ចឹងផ្លូវលបឿនលឿន Phnom Penh កំពង់សោមឈើលាវលាក់ចរន្តឡានឆ្លងកាត់តាតបាទរហូតដល់លាក់គេនិយាយពីចំនួនឡានគ្រឿង2094គ្រឿងគេចង់និយាយពីចំនួនលើកអញ្ចឹងយើងអាចអានមកឲ្យបកប្រែ柬埔寨第7届全国大选当天23日អញ្ចឹងមានន័យថាថ្ងៃបោះឆ្នោតអាណត្តិទី7ទី23ថ្ងៃដដែលហ្នឹងជីងពៀនស៊ីកាងកៅសុកងលូបាទផ្លូវលបឿនលឿនភ្នំពេញកំពង់សោម车流量达到2094辆次អញ្ចឹងមានចរន្តឡានឆ្លងកាត់ហ្នឹងរហូតដល់2094ដង2094ដង正研究到个他看的比，给呢，据京港高速公路公司的报告得知，据拥担京港高速公路公司មានក្រុមហ៊ុនផ្លូវលបឿនលឿនពីភ្នំពេញទៅកំពង់សោមហ្នឹង报告គេនិយាយពីរបាយការណ៍得知ទទួលបានដំណឹងអញ្ចឹងយើងត្រូវបកប្រែថាយោងតាមបាទបកពីនេះទី1មកយោងតាមចានេះទី2មកការទទួលបានរបាយការណ៍បាទទី3របាយការណ៍ពីក្រុមហ៊ុនផ្លូវលបឿនលឿនភ្នំពេញកំពង់សោមហ្នឹង大选投票日当天បាទថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហ្នឹងថ្ងៃដដែលហ្នឹង京港高速បាទ京港高速ព្រោះ金边西港高速公路គេអាចនិយាយថា京港高速អាហ្នឹងក៏មានន័យថាផ្លូវលបឿនលឿនពីភ្នំពេញកំពង់សោមដែរ车流量较平时相比明显增加បាទផ្លូវលបឿនលឿនពីភ្នំពេញកំពង់សោមហ្នឹងមានអីគេឡានបាទចរាចរណ៍ទៅវិញទៅមកហ្នឹងជាប់平时ពីរាល់លើកបើយើងប្រៀបធៀបជាមួយពេលធម្មតា相比គេប្រើសម្រាប់ប្រៀបធៀបមានថាប្រៀបធៀបជាមួយពេលណាអញ្ចឹងបើប្រៀបធៀបជាមួយពេលធម្មតា明显增加បាទ明显ហ្នឹងគឺច្បាស់កន្លែង增加ហ្នឹងគឺកើនឡើងអញ្ចឹងយើងអាចបកប្រែថា京港高速车流量较平时相比明显增加ចំនួនឡានដែលធ្វើចរាចរណ៍នៅលើផ្លូវលបឿនលឿនហ្នឹងបើយើងប្រៀបធៀបជាមួយពេលធម្មតាវាកើនឡើងយ៉ាងច្បាស់កន្លែងអញ្ចឹងយើងមើលកថាខណ្ឌទី3这条高速公路នេះ有中国路桥投资20.19亿美元新建的柬埔寨首条高速公路金边西港高速公路如果យើងអាចថា金港高速于2022年10月1日
通车。该 BOT 项目于2019年3月开工，运营期限50年，连接首都金边和西哈努克省，全长187.05公里。这条高速公路ផ្លូវល្បឿនលឿនមួយខ្សែនេះយកពាក្យថាយកនេះដោយបាទភាសាអង់គ្លេសបាយអញ្ចឹងមក中国路桥投资បាទ投资នេះមានថាវិនិយោគឬក៏បោះទុន中国路桥នេះជាក្រុមហ៊ុនមួយរបស់ចិនដែលជាក្រុមហ៊ុនសាងសង់ផ្លូវថ្នល់បោះទុនរហូតដល់ប៉ុន្មាន20.19億ហ្នឹងគឺវាស្មើនឹង2019 2007ទៀតអញ្ចឹងចំនួននេះគឺយើងអាចអានថាបាទនេះលានហើយ20,190 លានដុល្លារសហរដ្ឋអាមេរិក新建别它新建那个山上新建的柬埔寨首条高速公路证明呢它គឺជាការសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញទៅកំពង់សោមបាទព្រោះពាក្យថា首条ជាផ្លូវដំបូងពាក្យថា首ដែលយើងថា首次来金边មកភ្នំពេញលើកដំបូងចឹងពាក្យ首នឹងលើកដំបូងចានេះពាក្យកាត់ជីងកាងកោសុមានន័យថាផ្លូវល្បឿនលឿនភ្នំពេញកំពង់សោមនៅឆ្នាំ2022ខែ10បាទថ្ងៃទី1គឺចាប់ផ្ដើមបើកឲ្យឡានធ្វើចរាចរណ៍ព្រោះពាក្យធងឈើហ្នឹងគឺបើកឲ្យយានយន្តធ្វើចរាចរណ៍កាយ BOT 项目បាទគម្រោង BOT នេះព្រោះពាក្យថា项目មានន័យគម្រោង project នៅថ្ងៃនៅឆ្នាំ2019ខែ3开工នេះមានថាបើកការឋានសាងសង់运营មានថាដំណើរការឲ្យបើកឲ្យឆ្លងកាត់ហ្នឹង期限ព្រោះពាក្យ运营បើយើងនិយាយពីការរកស៊ីគឺដំណើរការរកស៊ីអញ្ចឹងផ្លូវល្បឿនលឿនវាត្រូវតែឆ្លងកាត់អស់លុយអញ្ចឹងគេនិយាយថា运营期限អនុញ្ញាតឲ្យរថយន្តបើកឆ្លងកាត់ដើម្បីប្រមូលលុយមានថាប្រមូលលុយពីផ្លូវល្បឿនលឿនហ្នឹងគឺរយៈពេលកំណត់គឺ50ឆ្នាំលៀនជាបាទតភ្ជាប់ពី首都金边រាជធានីភ្នំពេញ首都នឹងរាជធានី金边ភ្នំពេញ和西安路克省និងខេត្តព្រះសីហនុ全长ប្រវែងសរុបហ្មងគឺ187.05公里ប្រវែងសរុបគឺ187.05 គីឡូម៉ែត្រអូខេអញ្ចឹងមេរៀននេះវារៀងវែងបន្តិចក៏ប៉ុន្តែពាក្យថ្មីច្រើនសង្ឃឹមទាំងអស់គ្នានឹងព្យាយាមមើលម្ដងហើយម្ដងទៀត谢谢